ជំរាបសួរនិងសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ជុំវិញ podcast អ្នកទាំងអស់គ្នាប្រហែលជាធ្លាប់ឮរឿងនិទាននេះដែលគេតែងតែនិយាយតគ្នាមកហើយរឿងហ្នឹងគឺគេនិយាយពីទឹកសុទ្ធម្ដបនៅក្នុងកន្លែងពីរផ្សេងគ្នាឧទាហរណ៍ទឹកសុទ្ធម្ដបហ្នឹងគឺលក់តាមចាមផ្លូវទូទៅធម្មតាហើយទឹកសុទ្ធម្ដបហ្នឹងមានតម្លៃ 1000 រៀលប៉ុន្តែបើសិនជាគេយកទឹកសុទ្ធម្ដបហ្នឹងលក់នៅតាមសន្តាគារឬក៏កន្លែងភោជនីយដ្ឋានដែលល្បីៗចឹងទឹកសុទ្ធហ្នឹងវាអាចនឹងឡើងតម្លៃគុណនឹង2គុណនឹង3ឬក៏គុណនឹង4បានន័យថាទឹកសុទ្ធម្ដប 1000 រៀលនេះនៅកន្លែងដែលលក់តាមចាមផ្លូវនឹងក្លាយទៅជាទឹកសុទ្ធម្ដប 5000 $1ឬក៏$2នៅក្នុងកន្លែងលំដាប់នៅក្នុងវីដេអូអប់រំមួយនេះគឺគ្រាន់តែចង់ប្រាប់យើងថាបើសិនជាយើងធ្វើការនៅកន្លែងមួយឬក៏បើសិនជាយើងនៅកន្លែងមួយហើយគេអត់ឲ្យតម្លៃយើងគួរតែដើរចេញពីកន្លែងហ្នឹងទៅរកកន្លែងណាដែលគេឲ្យតម្លៃយើងមិនថាកន្លែងការងារមិនថាដៃគូជីវិតរបស់យើងខ្ញុំគិតថាអ្នកទាំងអស់គ្នាអាចរៀនពីវីដេអូហ្នឹងបានដូចគ្នាអញ្ចឹងសម្រាប់ខ្ញុំគិតថាដំបូន្មាននេះល្អប៉ុន្តែវាក៏អាចនឹងគ្រោះថ្នាក់ទៅដល់អ្នកមួយចំនួនដូចគ្នាដែរហើយសម្រាប់ខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាសាកស្វែងយល់ពីខ្លួនឯងបន្តិចសិនមុនពេលដែលយើងសម្រេចថាតើកន្លែងមួយនោះពិតជាឲ្យតម្លៃយើងដែរឬក៏អត់ខ្ញុំឧទាហរណ៍នៅក្នុងកន្លែងការងារមួយចាស់យើងធ្វើការរាប់ខែរាប់ឆ្នាំហើយគេអត់ឲ្យតម្លៃយើងអញ្ចឹងវាអាចនឹងមានកត្តាជាច្រើននៅក្នុងរឿងមួយនេះអ្វីដែលអ្នកទាំងអស់គ្នាគួរតែធ្វើទី1គឺពិចារណាខ្លួនឯងជាមុនសិនអញ្ចឹងសម្រាប់ខ្ញុំលើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាសាកព្យាយាមរៀនស្វែងយល់ពីខ្លួនឯងសិនថាហេតុអីបានកន្លែងការងារមួយហ្នឹងអត់ឲ្យតម្លៃយើងតែយើងគួរតែចេញពីកន្លែងការងារមួយហ្នឹងឬក៏យើងគួរតែនៅធ្វើការបន្តឧទាហរណ៍សំណួរទី1ដែលអ្នកទាំងអស់គ្នាគួរតែសួរខ្លួនឯងហ្នឹងគឺតើការងារដែលអ្នកទាំងអស់គ្នាធ្វើរាល់ថ្ងៃនេះឬក៏អ្វីដែលអ្នកទាំងអស់គ្នាកំពុងតែធ្វើរាល់ថ្ងៃនេះវាបានឲ្យលទ្ធផលអីគេខ្លះទៅកន្លែងការងាររបស់យើងតើការងារដែលយើងកំពុងតែធ្វើរាល់ថ្ងៃនេះវាបានជួយឲ្យកន្លែងការងាររបស់យើងនឹងអភិវឌ្ឍដែរឬក៏អត់ហើយបើសិនជាការងាររបស់យើងកំពុងតែធ្វើរាល់ថ្ងៃនេះជួយឲ្យកន្លែងការងាររបស់យើងអភិវឌ្ឍរកចំណូលបានច្រើនហើយគេនៅតែអត់ឲ្យតម្លៃយើងទៀតគេបែរទៅជាឲ្យតម្លៃអ្នកផ្សេងដែលជាបពួកគ្នាគេបងប្អូនគេខ្ញុំគិតថា yes អ្នកទាំងអស់គ្នាគួរតែចាក់ចេញពីកន្លែងការងារបែបហ្នឹងហើយព្រោះដោយសារទោះជាអ្នកទាំងអស់គ្នាធ្វើការយ៉ាងណាក៏គេនៅតែមិនមើលឃើញសមត្ថភាពរបស់អ្នកទាំងអស់គ្នានឹងឲ្យតម្លៃអ្នកទាំងអស់គ្នាដែរប៉ុន្តែត្រឡប់មកវិញបើសិនជាអ្នកទាំងអស់គ្នាធ្វើការឲ្យរួចតែមួយថ្ងៃឧទាហរណ៍ចូលម៉ោង8ព្រឹកចេញម៉ោង5ល្ងាចប៉ុន្តែ along the way នៅក្នុងកំឡុងពេលដែលអ្នកទាំងអស់គ្នាធ្វើការអ្នកទាំងអស់គ្នាខ្ជិលអ្នកទាំងអស់គ្នាគ្រាន់តែធ្វើការបដាលេងចាំឲ្យទៅដល់ម៉ោងនឹងអាចចេញទៅផ្ទះខ្ញុំគិតថាទោះបីជាអ្នកទាំងអស់គ្នាដូរកន្លែងការងារមួយហ្នឹងហើយអ្នកទាំងអស់គ្នាទៅរកកន្លែងការងារផ្សេងទៀតក៏កន្លែងការងារមួយហ្នឹងគេអត់ឲ្យតម្លៃអ្នកទាំងអស់គ្នាដូចគ្នាទី2តើអាកប្បកិរិយានិងអរិយាប័ត្រនៅក្នុងការបំពេញការងាររបស់អ្នកទាំងអស់គ្នានេះមិនដែរនៅកន្លែងការងារហ្នឹងព្រោះដោយសារតែបើសិនជាយើងមានអាកប្បកិរិយាអត់ល្អយើងអត់សូវមានតំណែងល្អជាមួយនឹងមិត្តរួមការងាររបស់យើងទេខ្ញុំគិតថាគេក៏ពិបាកនៅក្នុងការសម្របខ្លួនមួយយើងហើយយើងក៏ពិបាកនៅក្នុងការដែលទៅធ្វើការជាមួយអ្នកដទៃជាលទ្ធផលការងាររបស់យើងអត់សម្រេចបានតាមអ្វីដែលយើងចង់បានទេអញ្ចឹងហើយអ្នកដទៃជុំវិញខ្លួនផ្សេងទៀតប្រហែលជាគេនឹងអត់ឲ្យតម្លៃយើងដូចគ្នាទោះបីជាយើងប្រកែកជាងគេប៉ុណ្ណាក៏ដោយហើយខ្ញុំជឿជាក់ថាសម័យបច្ចុប្បន្ននេះការងារជារឿងមួយសមត្ថភាពរឿងមួយទៀតទំនាក់ទំនងរបស់យើងនៅក្នុងកន្លែងការងារក៏សំខាន់ដែរបើសិនជាយើងអត់មានទំនាក់ទំនងល្អជាមួយនឹងមិត្តរួមការងារជាមួយបុគ្គលដែលពាក់ព័ន្ធផ្សេងទៀតទេការងាររបស់យើងពិបាកនៅក្នុងការទទួលបានជោគជ័យខ្ញុំឧទាហរណ៍ថានៅក្នុងខែក្រោយកន្លែងការងាររបស់ខ្ញុំគេចាត់ឲ្យខ្ញុំទៅធ្វើកម្មវិធីសប្បុរសធម៌មួយដែលយកសម្ភារៈសិក្សាក្មេងៗទៅបរិច្ចាគជូនសាលាណាមួយចាស់អញ្ចឹងបានន័យថាការងាររបស់ខ្ញុំគឺខ្ញុំត្រូវរៀបចំធ្វើម៉េចឲ្យគម្រោងនឹងបានជោគជ័យបុគ្គលដែលពាក់ព័ន្ធមួយខ្ញុំមានច្រើនណាស់ព្រោះខ្ញុំអត់អាចធ្វើការងារមួយនឹងតែឯងបានទេការងារជាច្រើនយើងត្រូវការសហការពីមិត្តរួមការងារនិងបុគ្គលដែលពាក់ព័ន្ធផ្សេងទៀតឧទាហរណ៍ដូចអ្នកដែលត្រូវទៅទិញសម្ភារៈប្រើប្រាស់អ្នកដែលត្រូវជូន
អ្នកដែលត្រូវបើកឡានជូនយើងទៅអ្នកដែលត្រូវឲ្យថវិកាមកយើងដើម្បីទៅទិញសម្ភារៈទាំងអស់ហ្នឹងបានន័យថាមានបុគ្គលច្រើនដែលនឹងចូលរួមពាក់ព័ន្ធនៅក្នុងការងារមួយនេះសម័យថាបើសិនជាខ្ញុំអត់មានទំនាក់ទំនងល្អគេអត់ងាយនឹងព្រមសហការមួយខ្ញុំទេការងារមួយនេះប្រហែលជាពិបាកនៅក្នុងការសម្រេចបានណាទោះបីជាសម្រេចបានខ្ញុំគិតថាលទ្ធផលក៏ប្រហែលជាមិនល្អខ្លាំងដែរគេអាចនឹងគ្រាន់តែធ្វើការឲ្យរួចទៅពីដៃគេដូចគ្នាព្រោះដោយសារអីគេប្រហែលជាអត់ចូលចិត្តយើងឬក៏គេមិនសូវចង់ធ្វើការមួយយើងអញ្ចឹងដរាបណាមនុស្សគេអត់ចង់ធ្វើការមួយយើងដោយពេញចិត្តទេការងារឬក៏លទ្ធផលដែលវាចេញមកហ្នឹងក៏ប្រហែលជាមិនល្អខ្លាំងដូចអ្វីដែលយើងរំពឹងទុកដែរនេះហើយគឺជាចំណុចមួយទៀតដែលខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាធ្វើការពិចារណាប៉ុន្តែបើសិនជាកន្លែងរបស់អ្នកទាំងអស់គ្នាមានបុគ្គលិកលក្ខណៈល្អហើយអ្នកទាំងអស់គ្នាខំប្រឹងហើយគេនៅតែអត់ឲ្យតម្លៃអ្នកទាំងអស់គ្នាគេនៅតែឲ្យតម្លៃទៅលើបពុះបងប្អូនឬក៏សាច់ញាតិរបស់គេទេអញ្ចឹងខ្ញុំគិតថាគួរតែដល់ពេលដែលអ្នកទាំងអស់គ្នាធ្វើការផ្លាស់ប្ដូរកន្លែងការងារហើយមួយវិញទៀតខ្ញុំតែងតែជឿថានៅក្នុងស្រុកខ្មែររបស់យើងមានក្រុមហ៊ុនជាច្រើនមិនថាក្រុមហ៊ុនក្នុងស្រុកមិនថាក្រុមហ៊ុនក្រៅស្រុកទេគេឲ្យតម្លៃទៅលើមនុស្សដែលមានសមត្ថភាពនិងបុគ្គលិកលក្ខណៈល្អហើយក្រុមហ៊ុនជាច្រើនមិនថាស្ថាប័នរដ្ឋមិនថាស្ថាប័នឯកជនគេនៅតែចាំទទួលយើងជានិច្ចហើយនេះគឺជារឿងមួយចំនួនមុនពេលដែលអ្នកទាំងអស់គ្នាសម្រេចចិត្តថាអ្នកទាំងអស់គ្នាចង់ផ្លាស់ប្ដូរកន្លែងការងារព្រោះដោយសារតែខ្ញុំអត់ចង់ឲ្យអ្នកទាំងអស់គ្នាសម្រេចចិត្តខុសហើយខុសទៀតប៉ុន្តែយើងអត់ដឹងថាតើបញ្ហាពិតប្រាកដនៅកន្លែងណាយើងឬក៏កន្លែងការងារឬក៏បុគ្គលដែលធ្វើការជាមួយយើងប៉ុន្តែបើសិនបើបញ្ហាមួយហ្នឹងដោយសារតែអ្នកទាំងអស់គ្នាខ្ញុំលើកទឹកចិត្តថាអ្នកទាំងអស់គ្នាគួរតែព្យាបាលឬក៏គួរតែកែតម្រូវនៅបុគ្គលិកលក្ខណៈឬក៏សមត្ថភាពរបស់ខ្លួនឯងជាមុនសិនមុនពេលដែលយើងដើរចេញពីកន្លែងការងារមួយហ្នឹងទោះបីជាយើងដូរកន្លែងការងារប្រហែលដងទៀតក៏លទ្ធផលអ្នកទាំងអស់គ្នានៅតែជួបដដែលដែរនេះគឺជាឧទាហរណ៍មួយសម្រាប់អ្នកទាំងអស់គ្នានៅក្នុងការពិចារណាអញ្ចឹងវីដេអូរបស់ខ្ញុំថ្ងៃនេះមានតែប៉ុណ្្នឹងទេអរគុណច្រើនអ្នកទាំងអស់គ្នាសម្រាប់ការចូលតាមដានទស្សនាហើយជួបគ្នានៅវីដេអូក្រោយ